ជំរាបសួរអ្នកគ្នាខ្ញុំខេនស៊ីថ្ងៃនេះផងដែរយើងមកបន្តភាគរឿង Archidon Magical របស់យើងបន្តទៀតមុននឹងចូលទៅកាន់វីដេអូនេះផងដែរ admin ក៏សូមអរគុណទៅកាន់អ្នកដែល support មកកាន់ admin ផងដែរហើយក៏សូមជូនពរឲ្យពួកគាត់ទាំងអស់គ្នានឹងរកស៊ីទទួលទានមានបានសុខភាពល្អនិងប៉ងប្រាថ្នាអ្វីឲ្យបានដូចបំណងទៅបាទហើយបើមានគ្នាយើងណាចង់ឧបត្ថម្ភមកកាន់ admin អីក៏អាចឧបត្ថម្ភមកកាន់ QR របស់ admin នឹងផងដែរបាទតទៅភាគមុននៅពេលដែល fair ទីជាមួយនឹង Kansuki ពួកគេទាំងពីរនាក់ក៏បានមកដល់កន្លែងរបស់ Toma Indic នាងបាននិយាយថាចង់ឲ្យនាងធ្វើអ្វីក៏ដោយសូមឲ្យតែពួកគេទាំងពីរនាក់កុំធ្វើបាបទៅកាន់ Toma បន្តទៀតហើយសូមបញ្ជាក់ឈ្មោះជាប៉ែននេះបន្តិចនាងមានឈ្មោះថា Kansuki មិនមែនឈ្មោះការ៉េទេដោយសារ admin ច្រឡំជាមួយនឹងឈ្មោះដូចជាខ្មែរគ្នាយើងហើយពួកគេទាំងពីរនាក់មកកាន់ទីនេះមិនមែនគោលបំណងចាប់ទៅកាន់ Indic នោះទេដោយសារតែពួកគេទាំងពីរនាក់មកកាន់ទីនេះប្រាប់ទៅកាន់ Indic ថានាងនៅសល់តែរយៈពេលតែ12ម៉ោង35នាទីទៀតតែប៉ុណ្ណោះដោយសារតែគាត់បានឃើញនៅឥទ្ធិពលនៅលើខ្សែករបស់នាងហើយវេទីគាត់ក៏បានបន្តនិយាយបន្តទៀតថានៅពេលនេះដែរវាគឺជាការសម្រេចចិត្តរបស់នាងនោះទេ Indic តើនាងត្រូវទៅជាមួយនឹងពួកគេឬមួយក៏នាងត្រូវនៅទីនេះបន្ទាប់ពីនិយាយចប់ហើយ Fatty ជាមួយនឹង Kansuki ពួកគេទាំងពីរនាក់ក៏បានចាក់ចេញពីទីនឹងបាត់ទៅបន្ទាប់មក Indic នាងក៏បានបាយមកកាន់ Toma ហើយនាងនិយាយថាវាមិនអីនោះទេខ្ញុំនឹងដោះស្រាយរឿងនេះនឹងមិនឲ្យពួកគេទាំងពីរនាក់ឈានចូលមករញ៉ៃញ៉ៃជាមួយនឹងជីវិតរបស់ Toma បន្តទៀតនោះទេបន្ទាប់ពីនិយាយចប់ Indic នាងក៏បានអស់កម្លាំងហើយសន្លប់បាត់ទៅហើយនៅពេលនេះដែរ Toma គាត់ពិតជាព្រួយបារម្ភអំពី Indic ខ្លាំងមែនតើហើយខណៈពេលនឹងដែរស្រាប់តែមានសម្លេងទូរស័ព្ទក៏បានរោឡើងហើយ Toma គាត់ក៏បានលើកទូរស័ព្ទនឹងមកនិយាយហើយអ្នកដែលខលមកនឹងនាងក៏បាននិយាយថាគឺជាខ្ញុំតើអ្នកចាំសម្លេងខ្ញុំបានដែរឬទេហើយ Toma ក៏ចាំសម្លេងរបស់នាងបានផងដែរនាងគឺជា Kansuki ហើយនៅពេលហ្នឹងដែរនាងក៏បានសួរទៅកាន់ Toma ថានៅពេលឥឡូវនេះផងដែរគឺ Indic នៅជាមួយនឹងឯងមែនដែរឬទេហើយនាងក៏បាននិយាយថាដែនកំណត់របស់នាងគឺនៅពាក់កណ្ដាលយុវត្រៀតនឹងឯងហើយនាងបាននិយាយថាពួកនាងទាំងអស់គ្នាបានរៀបចំកាលវិភាគដើម្បីជួយសង្គ្រោះទៅកាន់ Indic ហើយលើអញ្ចឹង Toma ក៏បាននិយាយថាមិនបាច់មករវីរវល់ជាមួយនឹងជីវិតរបស់នាងនោះទេនៅពេលនេះដែរគាត់នឹងរៀបចំផ្នែកវិទ្យាសាស្ត្រដើម្បីឲ្យពួកគេជួយសង្គ្រោះទៅកាន់ Indic ក៏ប៉ុន្តែ Kansuki នាងបាននិយាយថានាងមិនខ្វល់អំពីសម្ដីរបស់ Toma នោះទេនៅពេលនេះដែរមានតែពួកវេទមន្តនោះទេដែលអាចជួយសង្គ្រោះទៅកាន់ Indic បានហើយនាងក៏បាននិយាយថាជួបគ្នានៅពាក់កណ្ដាលត្រៀតហើយនាងក៏បានបិទទូរស័ព្ទរបស់នាងបាត់ទៅហើយឥឡូវនេះផងដែរវាគឺជាម៉ោង12ហើយនៅពេលនេះដែរ Indic នាងក៏ចាប់ផ្ដើមធ្វើទុកបណ្ដាហើយគឺអញ្ចឹង Toma គាត់ពិតជាព្រួយបារម្ភអំពី Indic ខ្លាំងមែនតើហើយពាក្យសម្ដីរបស់ Kansuki ដែលនិយាយមកកាន់គាត់ហ្នឹងគឺជាពាក្យពិតទាំងអស់វាមិនមែនជាការកុហកនោះទេហើយនៅពេលនេះដែរក៏គាត់បានលើសម្រិតជើងរបស់នរណាគេនោះទេដែលបានដើរមកកាន់កន្លែងបន្ទប់របស់គាត់ផងដែរតាមពិតទៅមិនមែននរណាគេឆ្ងាយនោះទេគឺជា Fatty ជាមួយនឹង Kansuki តមកពួកគេទាំងពីរនាក់ក៏បានបើកទ្វារចូលហើយដើម្បីមើលស្ថានភាពរបស់ Indic បន្ទាប់ពីពិនិត្យមើលស្ថានភាពរបស់ Indic ហើយ Fatty គាត់ក៏បាននិយាយថាត្រូវតែលុបការចងចាំរបស់នាងឲ្យបានលឿនបំផុតលឿនអញ្ចឹងតមកគាត់ក៏បានប្រកែកចាចហើយនិយាយថាចាំបន្តិចកុំធ្វើអញ្ចឹងអីបើសិនជាធ្វើអញ្ចឹងនាងច្បាស់ជាចាប់ជាមិនខាននោះទេដល់ពេលអញ្ចឹងទៅ Fatty គាត់ក៏បានចាប់ក្បាលរបស់ Toma ឲ្យមើលទៅកាន់ Indic ហើយគាត់បាននិយាយថាតើឯងមើលតើស្ថានភាពរបស់នាងនៅពេលនេះវាយ៉ាងដូចម្ដេចហើយ Fatty គាត់ក៏បានដកវត្ថុបុរាណរបស់គាត់មួយហើយគាត់បាននិយាយថានេះគឺជាវត្ថុដែលបានដកការចងចាំរបស់នាងបានដើម្បីអាចធ្វើវាបាននោះវាក៏តាក់ទងជាមួយនឹងដៃស្នាមរបស់ Toma ផងដែរបន្ទាប់មក Fatty គាត់ក៏បាននិយាយថាវិធីនេះផងដែរវាចាប់ផ្ដើមនៅម៉ោង 12:15 នាទីហើយ Fatty គាត់ក៏បានតគោអ្វីនោះទេនៅលើជញ្ជាំងផែននេះគឺជាយន្តរបស់គាត់បន្ទាប់មក Toma ក៏បានសួរទៅកាន់ Fatty ថាតើគាត់ត្រូវលានាងជាលើកចុងក្រោយដោយរបៀបណាហើយគាត់ក៏បាននិយាយទៅកាន់ Toma ថាមិនបាច់នោះទេតើអ្នកចង់បាត់ខ្លួនចេញពីទីនេះមែនដែរឬទេខណៈពេលហ្នឹងដែរ Toma គាត់ពិតជាបន្ទោសខ្លួនឯងណាហើយបាននិយាយថាហេតុអ្វីបានជាគាត់គ្មានសមត្ថភាពអាចជួយ Indic ឲ្យនាងបានចាក់ចេញពីសេចក្តីឈឺចាប់មួយហ្នឹងបន្ទាប់ពី Fatty គាត់បានគូសរួចរាល់ហើយគាត់បាននិយាយថារយៈពេល10នាទីទៀតគាត់នឹងចាប់ផ្ដើមវិធីតែម្ដងហើយគាត់ជាមួយនឹង Kansuki ក៏បានចាក់ចេញទៅខាងក្រៅដើម្បីចាំធ្វើវិធីមួយហ្នឹងហើយមួយសន្ទុះក្រោយមក Indic នាងក៏បានដឹងខ្លួនឡើងមកវិញហើយនាងក៏បានហៅទៅកាន់ Toma ហើយ Toma ពិតជាសុំទោសទៅកាន់នាងខ្លាំងមែនទែនដែលគាត់មិនអាចជួយអ្វីនាងបាននៅពេលហ្នឹងដែរនាងក៏បានចាប់អារម្មណ៍ទៅលើជញ្ជាំងមានអារម្មណ៍ថាដូចជាមាននរណាគេម្នាក់ដែលកំពុងតែបង្កើតអ្វីមួយយ៉ាងអញ្ចឹងហើយ Toma ក៏បាននិយាយថាវាគឺជាមន្តអាគមរបស់ Fatty គ្រាន់តែលើអញ្ចឹងនាងពិតជាព្រួយបារម្ភអំពី Toma ណាហើយក៏បានប្រាប់ឲ្យគាត់រត់ចាក់ចេញពីទីហ្នឹងទៅដោយសារអីគាត់ខ្លាចពួកគេទាំងពីរនាក់ធ្វើបាបមកកាន់ Toma បន្តទៀតក៏ប៉ុន្តែ Toma បាននិយាយថាវាមិនអីនោះទេឆាប់ឲ្យនាងសម្រាកទៅហើយគាត់បាននិយាយថាវាចប់សពគ្រប់អស់ហើយនៅពេលនេះដែរគាត់កាន់តែរឹងមាំជាងមុនហើយនៅពេលនេះដែរខ្ញុំនឹងរកគ្រប់វិធីដើម្បីជួយសង្គ្រោះទៅកាន់នាងសូមនាងសម្រាកទៅចុះបន្ទាប់ពីលើអញ្ចឹងហើយ Indic នាងក៏បានបិទភ្នែកហើយសម្រាកបាត់ទៅនៅពេលនោះដែរ Toma គាត់ក៏បានចងចាំនៅពាក្យសម្ដីរបស់ Fatty និយាយមកកាន់គាត់ថាបើសិនជាអ្នកជឿជាក់នៅលើសមត្ថភាពរបស់អ្នកនោះច្បាស់ណាស់ថាវានឹងអាចធ្វើទៅ
ទៅបានបន្ទាប់មកគាត់ក៏បានដើរទៅកាន់កន្លែងរបស់ Indic ហើយគាត់ក៏បានដាក់ដៃស្ដាំរបស់គាត់នៅលើថ្ងាសរបស់នាងតូម៉ាគាត់ព្យាយាមដាក់ម្ដងទៅពីរដងដែរក៏ប៉ុន្តែវានៅតែធម្មតាអញ្ចឹងណាពេលនឹងដែរតូម៉ាគាត់ក៏បានកលែកមើលនៅក្នុងមាត់របស់ Indic ហើយគាត់ក៏បានឃើញថាវាប្រៀបបីបានដូចជាលេខ2ជាមួយនឹងលេខ4អញ្ចឹងផងដែរដល់ពេលអញ្ចឹងទៅតូម៉ាគាត់ក៏បានយកដៃរបស់គាត់លូកចូលទៅក្នុងមាត់របស់នាងហើយក៏បានប៉ះលេខនឹងផងដែរបែរជាវាឆក់តូម៉ាដូចជាចរន្តអគ្គិសនីអញ្ចឹងហើយ Indic នាងក៏បានភ្ញាក់ឡើងមកវិញផងដែរក៏ប៉ុន្តែមើលទៅតាមទឹកមុខរបស់នាងទៅនេះមិនមែនជា Indic នោះទេវាប្រៀបបីបានដូចជាបិសាចមួយអញ្ចឹងផងដែរហើយមិនចាំយូរនោះទេនាងក៏បានបើកការវិភាគទៅកាន់តូម៉ាឡើងខ្ទាតទៅកប់អញ្ចឹងនៅពេលលើអញ្ចឹង Fatty ជាមួយនឹង Kensuke ពួកគេទាំងពីរនាក់ក៏បានរត់ចូលមកខាងក្នុងផងដែរហើយនៅពេលនោះដែរ Indic នាងក៏បានប្រើថាមពលយ៉ាងសាហាវរបស់នាងដើម្បីវិភាគទៅកាន់តូម៉ាហើយគាត់ក៏បានប្រើដៃស្ដាំរបស់គាត់ដើម្បីទប់ទល់ការវិភាគមួយណាឃើញអញ្ចឹង Kensuke ជាមួយនឹង Fatty ពួកគេទាំងពីរនាក់ដូចជាភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែថាមពលមួយហ្នឹងវាពិតជាសាហាវខ្លាំងណាស់ហើយតូម៉ាបាននិយាយថាបើសិនជាការចងចាំរបស់ Indic នាងបានបាត់នោះច្បាស់ណាស់ថានាងនឹងស្លាប់ជាមិនខាននោះទេពីព្រោះអីនៅក្នុងខួរក្បាលរបស់នាងវាពោពេញទៅដោយមន្តអាគមអញ្ចឹងហើយពួកគេទាំងអស់គ្នាមិនចាំបាច់លុបនៅការចងចាំរបស់នាងបន្តទៀតនោះទេតែអ្នកដែលគិតដែរឬទេថាមនុស្សទាំងអស់នោះបានបង្ខំឲ្យនាងធ្វើតួនាទីដ៏ខូខើដល់ថ្នាក់ហ្នឹងហើយនៅពេលនេះដែរតូម៉ាគាត់ពិតជាពិបាកទប់ទល់ខ្លាំងមែនទែនឃើញអញ្ចឹង Fatty គាត់ក៏បានប្រើមន្តអាគមរបស់គាត់ដើម្បីជួយទៅកាន់តូម៉ាបន្ថែមទៀតបន្ទាប់មក Fatty គាត់ក៏បាននិយាយទៅកាន់តូម៉ាថាគាត់មិនជឿលើការសន្និដ្ឋានរបស់តូម៉ានោះទេហើយគាត់ក៏បានបន្តនិយាយទៀតថាបើសិនជានាងត្រូវបានលុបការចងចាំនោះច្បាស់ណាស់ថានាងនឹងមិនអីនោះទេបើសិនជាមូលហេតុនឹងហើយនាងស្លាប់ពិតមែនខ្ញុំនឹងរកគ្រប់វិធីសាស្ត្រដើម្បីសម្លាប់អ្នកដែលប្រើខ្ញុំឲ្យធ្វើរឿងមួយហ្នឹងក៏ប៉ុន្តែតូម៉ាបាននិយាយថាមិនបាច់នោះទេតើអ្នកហ៊ានយកជីវិតរបស់នាងយកមកលេងសើចមែនដែរឬទេហើយវិធីសាស្ត្រដែលល្អបំផុតនឹងខ្ញុំចង់ឲ្យពួកឯងទាំងអស់គ្នាមិនបាច់ធ្វើជាសត្រូវរបស់ Indic នោះទេនេះហើយគឺជាអ្វីដែលខ្ញុំជាមួយនឹង Indic ចង់បានបើសិនជាពួកឯងទាំងអស់គ្នាមិនធ្វើអញ្ចឹងនោះទេច្បាស់ណាស់ថាពួកខ្ញុំទាំងពីរនាក់នឹងសប្បាយចិត្តបំផុតនៅពេលនេះដែរតូម៉ាជាមួយនឹង Fatty ពួកគេទាំងពីរនាក់ពិតជាពិបាកទប់ទល់ខ្លាំងមែនទែនទៅពេលឃើញអញ្ចឹងទៅ Kensuke នាងក៏បានចូលទៅជួយម្នាក់ទៀតពេលពួកគេទាំង3នាក់រួមដៃគ្នាទៅក៏បានឃើញពន្លឺអ្វីនោះទេក៏បានហោះចេញពីខ្លួនរបស់ Indic គ្រាន់តែឃើញ Kensuke នាងដឹងថានេះគឺជាដង្ហើមរបស់នាគមិនដឹងថាដង្ហើមនាគហ្នឹងគឺជាអ្វីប្រកបនោះទេទៅពេលឲ្យពន្លឺមួយហ្នឹងធ្លាក់ចុះមកខាងក្រោមវិញវាក៏បានចូលទៅក្នុងខ្លួនរបស់ Indic វិញដល់ពេលឃើញអញ្ចឹង Fatty គាត់ក៏បានប្រើភ្លើងរបស់គាត់ដើម្បីដុតទៅកាន់នាងយកតែម្ដងហើយគាត់ក៏បានស្រែកទៅកាន់តូម៉ាដើម្បីឲ្យគាត់រត់ទៅជួយសង្គ្រោះទៅកាន់ Indic ហើយគណៈពេលហ្នឹងដែរតូម៉ាគាត់ក៏បានខំប្រឹងរត់យ៉ាងលឿនដើម្បីទៅកាន់កន្លែងរបស់ Indic នៅពេលដែលគាត់រត់ទៅដល់ហើយគាត់ក៏បានប៉ះក្បាលរបស់ Indic ហ្នឹងនាងក៏បានប្រែទៅជាសភាពធម្មតាវិញគណៈពេលហ្នឹងដែរតូម៉ាគាត់រៀបបីទៅកាន់ Indic ទៅហើយប៉ុន្តែមានពលឺអ្វីម្យ៉ាងនោះទេបានបាញ់មកកាន់គាត់ដែលធ្វើឲ្យគាត់បានសន្លប់បាត់ទៅហើយសាច់រឿងរបស់យើងក៏កាត់មកកាន់កន្លែងពេលព្រឹកដែលនៅមន្ទីរពេទ្យនេះវិញលោកគ្រូពេទ្យម្នាក់បាននិយាយថាគាត់មិនធ្លាប់ជួបប្រទះនៅអ្នកជំងឺបែបនេះនោះទេឥឡូវយើងកន្លែងមកកាន់កន្លែងរបស់តូម៉ានេះវិញនៅពេលនេះដែរគាត់បានដឹងខ្លួនឡើងមកវិញហើយឃើញអញ្ចឹង Indic នាងពិតជាសប្បាយចិត្តខ្លាំងមែនតើហើយនាងក៏បានរត់ទៅកាន់កន្លែងរបស់តូម៉ាបន្ទាប់មកតូម៉ាក៏បាននិយាយថាតើនាងចូលមកខុសបន្ទប់ហើយមែនដែរឬទេលើអញ្ចឹង Indic នាងឡើងស្រឡាំងកាំងយកតែម្ដងហើយនាងក៏បាននឹកឃើញអំពីលោកគ្រូពេទ្យដែលបានប្រាប់មកកាន់នាងផងដែរហើយគាត់បាននិយាយថាជំងឺត្រូវបានបំផ្លាញនូវការចងចាំអ្វីដែលសំខាន់នោះគឺវាពិបាកជាងមនុស្សដែលបានបាត់ការចងចាំតទៅទៀតហើយគាត់នឹងមិនអាចចងចាំនៅអ្វីៗដែលគាត់អាចធ្លាប់បានជួបប្រទះកាលពីលោកមុននោះទេដោយសារតែកោសិការបស់ខួរក្បាលរបស់គាត់បានបំផ្លាញទាំងស្រុងទាំងអស់តែម្ដងហើយគាត់ក៏មិននឹងជួយអ្នកជំងឺដោយរបៀបណាដែរវាមានតែរឿងអភិនិហានោះទេដែលគាត់អាចចងចាំឡើងមកវិញបានបន្ទាប់មកតូម៉ាក៏បានសួរទៅកាន់ Indic ថាតើនាងមានបញ្ហាអ្វីដែរឬទេហើយនាងក៏បាននិយាយថាទេខ្ញុំមិនអីនោះទេហើយនាងក៏បានសួរទៅកាន់តូម៉ាថាតើគាត់ចាំនាងបានដែរឬទេនៅពេលនោះដែរ Indic នាងសួរទៅកាន់តូម៉ាច្រើនណាស់ក៏ប៉ុន្តែគាត់មិនចាំអ្វីនោះទេហើយគាត់បានសួរទៅកាន់នាងវិញថាតើតូម៉ាគឺជាឈ្មោះរបស់នរណាហើយនាងបាននិយាយថាខ្ញុំគឺជា Indic ដែលស្រឡាញ់តូម៉ាតើអ្នកចាំខ្ញុំបានដែរឬទេក៏ប៉ុន្តែតូម៉ាគាត់ក៏បាននិយាយរឿងចិញ្ចឹមឆ្កែឆ្មានោះវិញឆ្កយដោយសារតែខឹងតូម៉ាមិនដឹងថាគាត់ចង់និយាយអំពីអ្វីនាងពិតជាខឹងទៅកាន់តូម៉ាខ្លាំងណាស់ហើយនាងក៏បានខំតូម៉ាស្រែកឡើងពេញមន្ទីរពេទ្យតែម្ដងដល់ពេល Indic នាងចេញមកសឹងតែចង់ទៅសម្លាប់តូម៉ាចោលនោះទេពេលមើលសភាពរបស់តូម៉ាមិនបាច់និយាយនោះទេខំឡើងពេញនឹងអស់ហើយឥឡូវយើងកលែងមកកាន់កន្លែង Fatty នេះវិញនៅពេលហ្នឹងដែរគាត់បានចូលទៅកន្លែងណានោះទេនេះប្រហែលជាកន្លែងរបស់មេគាត់ក៏មិនដឹងដែរហើយសាច់រឿងរបស់យើងក៏កាត់បញ្ចប់តែត្រឹមប៉ុណ្ណឹងដែរហើយក៏សូមអធិស្ឋានទៅកាន់គ្នាយើងផងដែរដែលចេញវីដេអូជឿហើយក៏បាននាទីខ្លីដោយសារតែ admin ណាមួយរវល់ផងហើយណាមួយមកនេះគឺគេតទឹកតអីទៅក៏វាយដំទៅមុងម៉ាំងទៅក៏មិនបានធ្វើឲ្យគ្នាយើងហើយណាមួយពេលយប់ទៅជួនកាលអីក៏ខ្ជិលអីចឹងទៅក៏អត់បានធ្វើឲ្យគ្នាយើងអញ្ចឹងហើយក៏សូមអធិស្ឋានទៅកាន់គ្នាយើងដែរហើយវីដេអូរបស់ admin ក៏មានតែប៉ុណ្្នឹងដែរជួបគ្នានៅវីដេអូក្រោយបាយបាយ